ចេនណាគ្រងឈុតបរានខ្មែរពណ៌មាសដ៏ស្រស់ស្អាតពិតជាគួរឲ្យស្ញប់ស្ញែងខ្លាំងណាស់សូមគោរពជម្រាបសួរពុកម៉ែបងប្អូនសូមស្វាគមន៍មកកាន់ Channel កំសាន្តជួបជាមួយនឹងនាងខ្ញុំ Judy ហើយនៅថ្ងៃនេះផងដែរនាងខ្ញុំសូមចែករំលែកនៅវីដេអូរបស់ព្រះនាងនរោត្តមចេនណាដែលទ្រង់សពព្រះតីប្រទានការគាំទ្រចំពោះអលង្ការនៃសម្អាងការដែលមានការថតនៅគ្រប់ប្រាសាទបុរាណខ្មែរមុននឹងទៅកាន់វីដេអូពេញនាងខ្ញុំសូមអនុញ្ញាតពីពុកម៉ែបងប្អូនសូមជួយចុចសញ្ញាជាវនិងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសម្រាប់ការកម្សាន្តគ្រប់យ៉ាងបើចូលចិត្តកម្សាន្តកុំភ្លេចកម្សាន្តអូខេដើម្បីកុំឲ្យពុកម៉ែបងប្អូនទន្ទឹមរង់ចាំយូរតោះយើងទៅតាមដានទស្សនាវីដេអូពេញទាំងអស់គ្នាសូមគោរពអញ្ជើញគ្រប់ប្រាសាទបុរាណខ្មែរដែលជាបូជនីយដ្ឋានដែលសាសនកិច្ចទាំងឡាយនៃអង្គវិស្ណុអវតារក៏ដូចជាអវតារនៃមហាទេពសេវៈដែលជាមហារាជាធិរាជខ្មែរសុទ្ធតែត្រូវបានសាងសង់ដោយមានកសិនទឹកព័ទ្ធជុំវិញសារៈសំខាន់នៃកសិនទាំងនោះមិនត្រឹមតែមានតួនាទីសំខាន់ខ្លាំងសម្រាប់ថែរក្សារចនាសម្ព័ន្ធប្រាសាទនិងប្រព័ន្ធទឹកក្រោមដីព្រោះប្រាសាទនិងរចនាសម្ព័ន្ធសុទ្ធតែមានគ្រឹះជាដីខ្សាច់ដែលទាមទារសំណើមជាប្រចាំប៉ុណ្ណោះទេព្រមជាមួយនោះកសិនទឹកក៏តំណាងឲ្យមហាសមុទ្រទាំង7ក្នុងលទ្ធិសាសនាផងដែរក្នុងព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាពោលគឺក្នុងអរិយធម៌ឥណ្ឌាបុរាណបើសង្ខេបឲ្យខ្លីតួប្រាសាទប្រៀបបាននឹងភ្នំព្រះសុមេរុដែលជាទីលំនៅរបស់អាទិទេពដោយមានមហាសមុទ្រព័ទ្ធជុំវិញពីខាងក្រៅបន្ទាប់ពីនេះមានជួរភ្នំបន្ទាប់មកមានមហាសមុទ្រមានបន្តរហូតដល់ទៅ7ជាន់ចានេះគឺជាគ្រាន់តែជាខ្លឹមសារសង្ខេបដ៏តូចមួយហើយវាក៏ជាចំណែកមួយដែរយើងជាកូនខ្មែរចូលរួមផ្សព្វផ្សាយនិងថែរក្សាទៅកាន់កូនចៅជំនាន់ក្រោយដោយពាក្យស្លោកមួយពោលថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពនរាយជាតិថ្កើងថ្កានសម្រាប់វីដេអូនេះផងដែរនាងខ្ញុំសូមផ្ដល់ credit ទៅកាន់សំអាងការ Cindy សំអាងការ Cindy Premium Wedding Planner ដែលបានរៀបចំការថតក្បូរក្បាច់រចនាដ៏ស្រស់ស្អាតសម្រាប់ព្រះនាងនរោត្តមចេនណាសូមអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូតាំងពីដើមរហូតដល់នាទីនេះប្រសិនបើពុកម៉ែបងប្អូនពេញចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយឲ្យបេះដូងនិងចុច like share comment នៅវីដេអូខាងក្រោមប្រសិនបើនាងខ្ញុំអធិប្បាយមានចំណុចខុសឆ្គងត្រង់ណានាងខ្ញុំក៏សូមខន្តីអភ័យទោសពីពុកម៉ែបងប្អូនផងដែរសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់គាំទ្រនាងខ្ញុំសូមមេត្តាជួយចុចសញ្ញាជាវនិងបើកសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃសម្រាប់ការកម្សាន្តគ្រប់យ៉ាងបើចូលចិត្តកម្សាន្តកុំភ្លេចកម្សាន្តខណៈពេលនេះនាងខ្ញុំ Judy សូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ